សួស្តីប្រិយមិត្តទាំងអស់គ្នាស្វាគមន៍សាជាថ្មីជាមួយនឹងការសម្រាយរឿងរបស់ admin ថ្ងៃនេះ admin មានរឿងថ្មីមួយលើកមកនិយាយប្រាប់អ្នកទាំងអស់គ្នាដោយរឿងមួយនេះបានពាក់ព័ន្ធជាមួយនឹងក្មេងប្រុសម្នាក់គាត់បានលងស្រឡាញ់ជាមួយនឹងនារីអាត់កំបាំងដែលមានអាយុបងគាត់ជាច្រើនឆ្នាំតើអ្នកទាំងអស់គ្នាបើចង់ដឹងថាតើនារីអាត់កំបាំងម្នាក់នោះគឺជានរណាហើយក្មេងប្រុសម្នាក់នោះបានសម្រេចគោលបំណងរបស់គាត់ដែរឬទេសូមមកតាមដានជាមួយ admin ទាំងអស់គ្នាសាច់រឿងដំបូងបានបង្ហាញអំពីនារីដ៏ស្រស់ស្អាតម្នាក់អំឡុងពេលដែលនាងកំពុងតែដើរតាមផ្លូវនាងក៏បានជួបជាមួយនឹងក្មេងប្រុសដោយរាងកាយរបស់គេត្រូវចងភ្ជាប់ជាមួយនឹងម៉ាស៊ីនលក់ភេទជ្ជៈដោយឡែកកុមារាម្នាក់នោះដូចជាមិនត្រូវការជំនួយអំពីនាងសោះថែមទាំងនិយាយថាខ្លួនឯងគឺជាម៉ាស៊ីនទៀតផងដែលធ្វើឲ្យនាងនឹងរៀបតែនឹងដើរចាកចេញពីទីនោះដែររំពេចនោះក្មេងប្រុសក៏បានស្រែកហៅសុំជំនួយអំពីនារីម្នាក់នោះបន្ទាប់ពីដោះខ្សែចេញពីខ្លួនប្រាណរបស់ក្មេងប្រុសម្នាក់នោះរួចហើយគេក៏បានស្នើសុំទៅកាន់នាងមួយទៀតឲ្យនាងនឹងជួយគេដើម្បីដកធ្មេញរបស់គេចេញផងពីព្រោះតែពេលនេះគេពិតជាឈឺធ្មេញខ្លាំងណាស់លើបែបនេះនារីម្នាក់នោះក៏មិនបង្អង់ដៃដែរព្រោះតែនាងក៏ធ្វើការនៅមន្ទីរពេទ្យធ្មេញដូចគ្នាអញ្ចឹងហើយនាងបានយកខ្សែអំបោះមួយយកទៅចងធ្មេញរបស់កុមារាម្នាក់នោះដោយនាងប្រឹងទាញខ្លាំងមែនតែនក៏ប៉ុន្តែឲ្យតែនាងទាញទៅខាងណាក៏ដោយកុមារាម្នាក់នោះតែងតែហក់លោតទៅតាមដៃរបស់នាងជានិច្ចធ្វើឲ្យនាងហួសចិត្តយ៉ាងខ្លាំងក្រោយមកនាងក៏បាននឹកឃើញវិធីមួយដោយយកកំប៉ុងទឹកក្រូចបោះឡើងទៅខាងលើពេលនោះធ្វើឲ្យក្មេងប្រុសពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែកំប៉ុងទឹកក្រូចដែលនាងបោះឡើងទៅខាងលើវាបានคล้ายទៅជាសត្វផេនខ្វិនដ៏ស្រស់ស្អាតបំផុតអំឡុងពេលជាមួយគ្នានោះដែរនារីម្នាក់នោះក៏បានទាញធ្មេញរបស់កុមារានោះបានសម្រេចដោយមើលទៅគេដូចជាមិនដឹងអំពីការឈឺចាប់នៃការបាក់ធ្មេញមួយនេះសោះហើយគាត់បានគិតថានារីម្នាក់នោះក៏ភ្ញាក់ផ្អើលជាមួយនឹងរឿងនេះដូចគ្នាផ្ទុយទៅវិញនារីម្នាក់នោះមិនបានភ្ញាក់ផ្អើលជាមួយនឹងរឿងមួយនេះឡើយហើយថែមទាំងនិយាយថានាងក៏មិនដឹងដូចគ្នាមិនដឹងថាវានឹងបានកើតឡើងដោយរបៀបណានោះទេលើបែបនេះក្មេងប្រុសម្នាក់នោះក៏បានឲ្យនាងនឹងជួយដោះស្រាយនៃអាត់កំបាំងមួយនេះពីព្រោះតែគេពិតជាចង់ដឹងអំពីរឿងមួយនេះខ្លាំងមែនទែនដោយក្មេងប្រុសម្នាក់នោះមានឈ្មោះថាយ៉ាម៉ានៅថ្ងៃបន្ទាប់គេបានយករបស់របរជាច្រើនយកមកឲ្យនារីម្នាក់នោះបោះឡើងទៅខាងលើតែគ្រប់របស់របរដែលគេបានបោះទៅខាងលើទាំងអស់មិនមានកើតចេញជាសត្វផេនខ្វីននោះឡើយដោយនារីស្រស់ស្អាតម្នាក់នោះមានឈ្មោះថាមីមីពេលនេះពួកគេទាំងពីរនាក់ពិតជាឆ្ងល់ហើយក៏ចង់ដោះស្រាយចម្ងល់នេះដូចគ្នាចឹងហើយបានជាពួកគេសម្រេចចិត្តបង្កើតទស្សនវិជ្ជាការពីម្សិលមិញម្ដងទៀតប៉ុន្តែវានៅតែគ្មានប្រយោជន៍រឿងមួយនេះក៏បានធ្វើឲ្យយ៉ាម៉ានឹងមានអារម្មណ៍សង្ស័យទៅលើមីមីហើយបន្ទោសថានាងនឹងធ្វើឲ្យខ្ជះខ្ជាយពេលវេលារបស់គេទៀតផងលើបែបនេះមីមីខឹងជាមួយនឹងគេយ៉ាងខ្លាំងរួចក៏បានដើរចាកចេញទៅដែលធ្វើឲ្យយ៉ាម៉ារត់ទៅតាមក្រោយដើម្បីសុំទោសនាងលុះពេលដែលគេបានទៅដល់ផ្ទះគេក៏បានប្រមូលទិន្នន័យដែលគេបានពិសោធន៍កាលពីថ្ងៃមិញហ្នឹងយកមកសរសេរទុកធ្វើជាកំណត់ហេតុដល់ពេលថ្ងៃស្អែកបន្ទាប់គេក៏បានយកដំណឹងមួយនេះទៅប្រាប់មិត្តល្អរបស់គេដែលមានឈ្មោះថាឈីលដាថែមទាំងយកសត្វផេនខ្វីនមួយទៅសាលារបស់ពួកគេផងដែរដោយសត្វផេនខ្វីននោះគេមិនបរិភោគអាហារនោះទេពួកឲ្យគេគិតថាប្រហែលជានៅទីនេះមានអាកាសធាតុមិនសមស្របជាមួយនឹងស្ថានភាពរបស់វាពួកគេក៏បានសម្រេចចិត្តបញ្ជូនវាទៅកាន់សួនសត្វដោយពួកគេបានធ្វើដំណើរតាមរថភ្លើងខណៈពេលនោះគេក៏បានលើសំឡេងចេញមកពីសត្វផេនខ្វីនធ្វើឲ្យគេនឹងបញ្ញាប់បញ្ញាមើលវាជាបន្ទាន់ដោយឃើញថាពេលនេះសត្វផេនខ្វីនដូចជាអស់កម្លាំងហើយបែកញើសខ្លាំងទៀតផងស្ថានភាពបែបនេះបង្ខំឲ្យអ្នកទាំងពីរនឹងចុះពីលើរថភ្លើងដើម្បីជួយសង្គ្រោះគេជាបន្ទាន់នៅពេលដែលគេបានបើកទ្វារសត្វផេនខ្វីនក៏បានដើរចេញមកខាងក្រៅដោយចលនាល្វត់ល្វន់យ៉ាងខ្លាំងដើរបានពី3ចង្ហៀនផេនខ្វីនក៏បានប្រែក្លាយទៅជាដបទឹកក្រូចដោយធ្វើឲ្យពួកអ្នកទាំងពីរនឹងមានការរន្ធត់ចិត្តម្ដងទៀតហើយពេលនេះគេបានឃើញផ្ទាល់ភ្នែកហើយយ៉ាម៉ាគេពិតជាមិនជឿនោះឡើយដូច្នេះហើយគេបានតាំងចិត្តយ៉ាងមុតមាំថាត្រូវតែលាតត្រដាងនៃអាត់កំបាំងមួយនេះដោយគេបានសរសេររឿងរ៉ាវតាក់ទងជាមួយនឹងផេនខ្វីនកាលពីល្ងាចមិញនឹងចូលទៅក្នុងសភៅហើយយករឿងរ៉ាវទាំងអស់នោះទៅប្រាប់មីមីដោយគេជឿជាក់ថាការបង្កើតផេនខ្វីនប្រកាសជាមានតាក់ទងជាមួយនឹងអំណាចអ្វីមួយយ៉ាងអញ្ចឹងហើយផេនខ្វីនមិនត្រូវការអាហារឬក៏ផ្លាស់ទីក្រៅទីក្រុងនោះឡើយហើយថាពលទាំងអស់នោះប្រកាសជាតាក់ទងជាមួយនឹងមីមីជាមិនខានតែមីមីគេមិនបានចាប់អារម្មណ៍ជាមួយនឹងរឿងមួយនេះឡើយដោយនិយាយរអ៊ូរទាំអំពីសុបិនរបស់នាងកាលពីយប់មិញវាពិតជាអាក្រក់ណាស់ដែលឃើញសត្វកាជៀវយ៉ាងច្រើនគួរឲ្យខ្លាចរោមពេជ្រនោះភ្លើងក៏បានរលត់ភ្លាមចំណែកឯក្តារអុកក៏ចាប់ផ្ដើមញ័រឡើងហើយចំណែកមួយនៅក្នុងដៃរបស់នាងក៏បានប្រែក្លាយទៅជាសត្វកាជៀវផងដែរចំណែកឯក្តារអុកនៅខាងក្រោមក៏ដូចគ្នាពេលនេះនៅក្នុងផ្ទះពោពេញទៅដោយសត្វកាជៀវហើពេញហ្នឹងពេលនេះយ៉ាម៉ាហាក់បីដូចជាយល់នៅអ្វីមួយយ៉ាងរួចគេក៏បានសូមឲ្យមីមីនឹងធ្វើការពិសោធន៍ជាមួយនឹងគេម្ដងទៀតលុះដល់ពេលស្អែកព្រះអាទិត្យចាប់ផ្ដើមរះបញ្ចេញពន្លឺទៅលើពួកគេយ៉ាងខ្លាំងយ៉ាម៉ាបានប្រាប់ឲ្យមីមីនឹងបោះកំប៉ុងទឹកក្រូចឡើងទៅលើដោយអ្វីដែលបានរំពឹងទុកកំប៉ុងទឹកក្រូចមួយនោះក៏បានប្រែក្លាយទៅជាសត្វផេនខ្វីនម្ដងទៀតរួចយ៉ាម៉ាក៏បានបញ្យល់ហេតុផលកាលពីថ្ងៃមុនដែលមីមីបានយកកំប៉ុងទឹកក្រូចនឹងបោះទៅខាងលើគឺវាចំពេលនឹងមានពន្លឺថ្ងៃនេះឯងដោយការពិសោធន៍ទី1គេបានធ្វើអំឡុងពេលដែលមានពពកច្រើនស្កេកស្កះអញ្ចឹងហើយបានជាគ្មានសត្វផេនខ្វីនប្រសិនបើពួកយើងធ្វើការសាកល្បងម្ដងទៀតនៅពេលយប់
គាត់ជឿថានាងប្រកាសជាអាចបង្កើតបានទៅជាសត្វតាជីវជំនួសវិញមីនាងមិនយកចិត្តទុកដាក់ចំពោះការបញ្យល់របស់គេឡើយគិតតែពីបោះកំប៉ុងទឹកក្រូចនឹងឡើងទៅលើបង្កើតបានទៅជាសត្វផេនខ្វីនយ៉ាងច្រើនលុះពេលយប់មកដល់មានភ្លៀងធ្លាក់យ៉ាងច្រើនដែលធ្វើឲ្យពួកគេបញ្ចប់ការពិសោធន៍ភ្លាមមីបាននាំយ៉ាម៉ាទៅកាន់ផ្ទះរបស់នាងហើយថែមទាំងចម្អិនម្ហូបអាហារឆ្ងាញ់សម្រាប់គេទៀតផងប៉ុន្តែវាពិតជាចម្លែកខ្លាំងណាស់ម្ហូបដែលនាងចម្អិនទាំងអស់នាងមិនបានញ៉ាំសូម្បីតែមួយម៉ាត់ដោយនាងអង្គុយមើលក្មេងប្រុសញ៉ាំតែម្យ៉ាងកូនបន្ទាប់ពីអាហារពេលល្ងាចរួចពួកគេក៏ចាប់ផ្ដើមនាំគ្នាលេងអុកលេងបានបន្តិចធ្វើឲ្យមីនឹងគេងងុយគេយ៉ាងខ្លាំងរហូតដល់គេនៅលើឥដ្ឋនោះតែម្ដងឃើញភាពស្រស់ស្អាតរបស់មីធ្វើឲ្យក្មេងប្រុសម្នាក់នោះពិតជាដកភ្នែកជាមួយនឹងនាងមិនបានឡើយដោយគេក៏សម្រេចចិត្តគូររូបរបស់នាងផងដែរលុះស្អែកបន្ទាប់គេមានកម្រងទៀតហើយដើម្បីរកសត្វផេនខ្វីនយ៉ាម៉ានិងឈៀដាបាននាំគ្នាចូលទៅក្នុងព្រៃដោយសកម្មភាពរបស់ពួកគេក៏ត្រូវបានចាប់អារម្មណ៍ដោយមិត្តភក្តិម្នាក់ទៀតផងដែរនាងមានឈ្មោះថាម៉ូតូបន្ទាប់ពីចេញពីរៀននាងបានបបួលអ្នកទាំងពីរចូលទៅកាន់ព្រៃជ្រៅហើយទីបំផុតគេក៏បានរកឃើញវាស្មៅដែលរុំព័ទ្ធទៅដោយដើមឈើយ៉ាងច្រើនរួមជាមួយនឹងលំហូរទឹកដ៏ធំអណ្ដែតនៅទីនោះដោយម៉ូតូបានដាក់ឈ្មោះឲ្យវាថាជាសមុទ្រយ៉ាម៉ាឃើញបែបនេះហើយធ្វើឲ្យគេនឹងឆ្ងល់ទៀតហើយដោយព្យាយាមទៅមើលប្រភពទឹកអណ្ដែតមួយនោះយ៉ាងជិតធ្វើឲ្យដៃរបស់គេនឹងប៉ះទៅកាន់ទឹកមួយនោះដោយអចេតនារំពេចនោះទឹកក៏បានលយមកកាន់គេម៉ូតូក៏បានបញ្យល់អំពីហេតុការណ៍មួយនេះហើយនាងក៏មិនយល់ថាវានឹងបង្កពីហេតុអ្វីដូចគ្នាអញ្ចឹងហើយបានជានាងនឹងនាំពួកគេទាំងពីរនាក់មកទីនេះដែលអាចឲ្យពួកគេសិក្សាអំពីសមុទ្រអណ្ដែតដ៏អាត់កំបាំងមួយនេះវិស្មការនៃរដូវក្តៅក៏បានចូលមកដល់ដែលធ្វើឲ្យពួកគេទាំង3នាក់នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ចូលទៅក្នុងព្រៃជារៀងរាល់ថ្ងៃមិនថាពេលភ្លៀងឬក៏មានពន្លឺថ្ងៃឯងពួកគេតែងតែចង់ដឹងអំពីប្រតិកម្មនៃសមុទ្រអណ្ដែតបន្ទាប់ពីបានសិក្សាស៊ីជម្រៅបន្តិចយ៉ាម៉ាក៏អាចផលិតនៃឧបករណ៍មួយដែលអាចចូលទៅក្នុងសមុទ្រអណ្ដែតបានរួចគេក៏បានបញ្យល់ទៅប្រាប់អ្នកទាំងពីរបន្ថែមទៀតថាដោយសារតែសមុទ្រអណ្ដែតនឹងមានរនាំងការពារដូច្នេះហើយគាត់បានប្រើប្រាស់ម៉ូទ័រដើម្បីជួយជំរុញល្បឿនរបស់វាប៉ុន្តែនៅពេលដែលឧបករណ៍មួយនោះបានចូលទៅខាងក្នុងវាចម្លែកខ្លាំងមែនទែនគឺត្រូវបានកម្លាំងអ្វីម្យ៉ាងទាញវាចូលទៅខាងក្នុងហើយវាក៏បេះតែនឹងធ្វើឲ្យឈៀលដានឹងចូលទៅក្នុងនោះដូចគ្នាបន្ទាប់ពីសមុទ្រមួយនោះបានលេបឧបករណ៍នោះហើយវាក៏បានបញ្ចេញសម្លេងគួរឲ្យខ្លាចរំពេចនោះមីបានបណ្ដាវងផេនខ្វីនជាច្រើនដើរមករកពួកគេទាំងអស់គ្នាខណៈពេលដែលពួកគេកំពុងតែនិយាយគ្នាវងផេនខ្វីនក៏បានផ្ដុំគ្នានៅខាងក្រោមនៃផ្ទៃសមុទ្រអណ្ដែតនិងបានត្រដុសទៅលើវាបន្តិចភ្លាមនោះទឹកក៏មានប្រតិកម្មឡើងភ្លាមបង្កើតបានទៅជាដំណក់ទឹកធំជាច្រើនរាប់មិនអស់ពោះទៅខាងលើហើយវាក៏បានបំផ្លាញកន្លែងដែលពួកគេទាំងអស់គ្នានឹងពិសោធន៍ផងដែរនៅមានដំណាក់ទឹកមួយទៀតវាបានបាញ់ឆ្ពោះទៅកាន់ឈៀលដាដែលអាចធ្វើឲ្យឈៀលដានឹងមានគ្រោះថ្នាក់បានអំឡុងពេលវេលាដ៏សំខាន់បែបនេះមីក៏បានយកកំប៉ុងមួយបោះទៅបង្កើតបានទៅជាសត្វផេនខ្វីនមួយរំពេចនិងធ្វើការឆ្លើយតបជាមួយនឹងដំណាក់ទឹកមួយនោះក្រោយមកយ៉ាមីក៏បានស្នើសុំទៅកាន់មីធ្វើការពិសោធន៍ម្ដងទៀតតែម៉ូតូនាងបានបដិសេធដោយមើលទៅកាន់មុខរបស់ម៉ូតូដូចជាមិនសូវពេញចិត្តជាមួយនឹងមីតតែសោះបន្ទាប់ពីពួកគេបាននិយាយគ្នាបន្តិចម៉ូតូក៏បានដើរចេញទៅដោយគ្មានស្ទាក់ស្ទើរនៅតាមផ្លូវត្រឡប់មកវិញពួកគេបានជួបជាមួយនឹងបុគ្គលិកព្រៃឈើយ៉ាងច្រើនដែលកំពុងតែស្រាវជ្រាវអំពីអ្វីម្យ៉ាងដោយយ៉ាម៉ាបានគម្រាមទៅកាន់មីកុំឲ្យគាត់នឹងបង្កើតសត្វផេនខ្វីនទៀតអីប្រសិនបើបុគ្គលិកព្រៃឈើអស់ទាំងនោះដឹងអំពីភាពមិនប្រក្រតីរបស់នាងគេប្រកាសជាយកនាងទៅពិសោធន៍ជាមិនខានចាប់ពីថ្ងៃនោះមកមានរឿងចម្លែកបានកើតឡើងនៅក្នុងទីក្រុងនៅតាមដងផ្លូវបាត់ម៉ាស៊ីនលក់ទឹកក្រូចរួមជាមួយនឹងប្រអប់ដាក់សម្បត្តិយ៉ាងគួរឲ្យចម្លែកក្នុងនោះក៏មានសាក្សីបានបញ្ជាក់ថាពួកគេបានឃើញសត្វចម្លែកមួយនៅពីក្រោយហេតុការណ៍មួយនេះឬបែបនេះយ៉ាម៉ានិងឈេដាក៏សម្រេចចិត្តចូលទៅក្នុងព្រៃម្ដងទៀតក៏ប៉ុន្តែផ្លូវនោះក៏ត្រូវបានបិទធ្វើឲ្យពួកគេនឹងចាប់ផ្ដើមស្វែងរកពិធីផ្សេងមួយទៀតចូលទៅដល់ក្នុងព្រៃពួកគេបានប្រទះឃើញជាមួយនឹងសត្វយ៉ាងធំវាកំពុងតែដេញចាប់សត្វផេនខ្វីនក្រោយមកពួកគេក៏បានទៅមើលវាស្មៅដែលធ្វើឲ្យពួកគេនឹងពិតជាមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសមុទ្រអណ្ដែតនៅលើវាស្មៅវាមានទំហំកាន់តែធំឡើងនៅជិតនោះក៏មានម៉ូតូផងដែរនាងកំពុងតែថតអំពីទិន្នន័យនៃការប្រែប្រួលទំហំរបស់សមុទ្រអណ្ដែតយ៉ាងឥតឈប់ឈរយ៉ាម៉ាគេពិតជាមិនចង់បញ្ឈប់ការពិសោធន៍មួយនេះឡើយប៉ុន្តែគាត់ខ្លាចថាវានឹងបង្កឧបទ្ទវហេតុដ៏ចម្លែកតែគាត់នៅតែចង់ធ្វើវាដដែលដោយគិតថាក្នុងពេលឆាប់នេះអ្វីនឹងត្រូវលាតត្រដាងដោយស្នើសុំឲ្យមីចូលរួមនៅក្នុងការពិសោធន៍ព្រោះអំណាចរបស់នាងអាចធ្វើឲ្យគេនឹងបានស្រែកអាត់កំបាំងយ៉ាងច្រើនប៉ុន្តែម៉ូតូនៅតែមិនព្រមដដែលនឹងចោទប្រកាន់យ៉ាម៉ាថាធ្វើរឿងអាត្មានិយមក្រោយមកពួកគេទាំង3នាក់ក៏បានមកផ្ទះរៀងខ្លួនដោយមើលមុខមិនចំគ្នាក្នុងផ្ទះរបស់ម៉ូតូឯនេះវិញបន្ទាប់ពីនាងបានចូលគេងឪពុករបស់នាងក៏បានឆែកមើលកំណត់ហេតុនៃការស្រាវជ្រាវរបស់នាងហើយគាត់ក៏បានប្រទះឃើញការស្រាវជ្រាវរបស់ពួកគេយ៉ាងច្រើនដោយរៀបរាប់អំពីមីរួមជាមួយនឹងសត្វផេនខ្វីនហើយគាត់ក៏ចង់ដឹងអាត់កំបាំងមួយនេះដូចគ្នានៅថ្ងៃបន្ទាប់គាត់បានធ្វើដំណើរទៅកាន់ clinic ពេទ្យថ្មិញនិងបានសួររកមីសូមឲ្យនាងចូលរួមក្នុងការសិក្សាយប់នោះផងដែរយ៉ាម៉ាក៏បានជួបជាមួយនឹងឪពុករបស់ម៉ូតូដែលចៃដន្យដឹងថាគាត់មកពីរកមីធ្វើឲ្យគេនឹងភ័យយ៉ាង
យ៉ាងខ្លាំងរួចគេក៏បញ្ញាទៅរកមីដូចគ្នាមុនពេលដែលយ៉ាម៉ាបំរុងនឹងនិយាយមីក៏បាននិយាយអំពីសុបិនរបស់នាងដែលតាក់ទងជាមួយនឹងសមុទ្រមួយនោះឯងហើយនាងក៏ចង់ទៅមើលវានៅក្នុងថ្ងៃស្អែកផងដែរលុះដល់ថ្ងៃស្អែកពួកគេបានជួបគ្នាតាមការសន្យាដោយពួកគេទាំងពីរពិតជានិយាយចុះសម្រុងគ្នាខ្លាំងមែនទែនបន្ទាប់ពីរថភ្លើងបានចេញទៅបន្តិចមីនាងមានអាការៈអន់ស្រួលដូចជាសត្វ Penguin អញ្ចឹងដែរគិតដល់ចំណុចនេះធ្វើឲ្យកុមារាសម្រេចចិត្តចុះនៅចំណតដែលចិត្តបំផុតរួចនាងក៏បានទៅអង្គុយលើបង់ហើយបន្តដំណើរទៅមុខពី3ជំហានទៀតរំពេចនោះនាងក៏បានដួលចុះហើយមានញើសយ៉ាងច្រើនហូរចេញពីមុខរបស់នាងហេតុការណ៍ដ៏មិនគួរឲ្យជឿក៏បានកើតឡើងញើសដែលស្រក់ចុះពីលើមុខរបស់នាងវាបានរមិលហើយក៏ចាប់ផ្ដើមវិលភ្លាមរំពេចនោះស្រាប់តែមានសត្វចម្លែកបានលេចឡើងជុំវិញខ្លួនរបស់ពួកគេដើម្បីរក្សាសុវត្ថិភាពឲ្យយ៉ាម៉ាមីបានបង្ខំខ្លួនឯងឲ្យតស៊ូជាមួយនឹងការឈឺចាប់រហូតដល់អភូតចម្លែកទាំងអស់នោះត្រូវបានស្ងប់ស្ងាត់ទៅវិញដោយមើលឃើញអំពីភាពឈឺចាប់របស់នាងខ្លាំងពេកយ៉ាម៉ាក៏បានហុចកំប៉ុងទឹកក្រូចមួយទៅឲ្យនាងប៉ុន្តែមីបាននិយាយតបមកកាន់គេវិញថានាងមិនអាចញ៉ាំបានទេក្នុងរយៈពេល3ថ្ងៃមកហើយដោយហេតុនាងក៏គ្មានអារម្មណ៍ថាឃ្លានតតែសោះមីក៏មិនដឹងអំពីហេតុផលនេះដូចគ្នាក្រោយមកពួកគេក៏បានត្រឡប់ទៅផ្ទះវិញបន្ទាប់ពីមកដល់ផ្ទះវិញយ៉ាម៉ាក៏បានធ្វើការពិសោធន៍មួយមកកាន់ខ្លួនឯងដោយគេនឹងមិនព្យាយាមបរិភោគអាហារនោះឡើយចង់ដឹងថាតើគេទ្រាំបានប្រមាណថ្ងៃដោយឡែកនៅរយៈពេល2ថ្ងៃក្រោយមកសារពាង្គកាយគាត់គ្មានកម្លាំងមិនអាចដើរបាននោះឡើយរំពេចនោះការសម័យរបស់គាត់ក៏បានបង្កើតនៅនិមិត្តសញ្ញាដ៏ចម្លែកមួយគេបានឃើញត្រីបលានដ៏ធំមួយហោះនៅលើមេឃរួមជាមួយនឹងការលេបសត្វ Penguin ផងដែរនៅក្នុងចំណោមទិដ្ឋភាពទាំងអស់នោះក៏បានឃើញមីដោយនាងបានរអ៊ូថានៅពេលនេះនាងនឹងទៅឆ្ងាយហើយរអ៊ូចុះរអ៊ូឡើងសារពាង្គកាយរបស់នាងក៏បានខ្លាយទៅជាក្រុងឆ្អឹងមួយរំពេញរួចក៏មានបាក់សៃមួយនឹងហោះឡើងទៅខាងលើយ៉ាម៉ាបានភ្ញាក់ឡើងមកវិញដោយភាពតក់ស្លុតរំពេចនោះគាត់ក៏បានឃើញមីនឹងអង្គុយក្បែរគាត់បើទោះបីជាគេនិយាយខ្សែដោយអស់កម្លាំងក៏ដោយគេនៅតែចង់ប្រាប់ឲ្យនាងនឹងមើលថែរក្សាខ្លួនឯងឲ្យបានល្អមីក៏បានប្រាប់ឲ្យគេកុំបារម្ភអីព្រោះរយៈពេលមួយសប្តាហ៍នេះនាងអត់មានបានញ៉ាំអ្វីនោះឡើយហើយរាងកាយរបស់នាងក៏មិនអីនោះដែរពេលនេះក្មេងប្រុសបានគិតថាមីដូចជាសត្វ Penguin អញ្ចឹងនាងមិនមែនជាមនុស្សពិតប្រាកដនោះទេប៉ុន្តែគេនៅតែពងប្រាថ្នាឲ្យគេនឹងធំឡើងលឿនប្រសិនបើគេបានខ្លាយទៅជាមនុស្សពេញវ័យគេនឹងអាចជួសជុលរកអ្វីដែលបានកើតឡើងមីបានអោនទៅចិត្តគេដល់អារម្មណ៍លងលោមក្នុងសាលារៀននៅថ្ងៃបន្ទាប់មានសិស្សម្នាក់ឈ្មោះថាស៊ូគីបានអួតអំពីស្នាដៃចាប់សត្វចម្លែករបស់ពួកគេហើយដំណឹងមួយនេះក៏បានសាយភាយយ៉ាងឆាប់រហ័សក្រុមអ្នកស្រាវជ្រាវក៏បាននាំស៊ូគីនឹងចូលទៅកាន់ក្នុងព្រៃឃើញបែបនេះយ៉ាម៉ាក៏បានរត់សម្រង់ទៅកាន់ផ្ទះរបស់មីបើទោះបីជាមិត្តភ័ក្តិរបស់គេហាមឃាត់ក៏គេមិនស្ដាប់នោះដែរបន្ទាប់ពីដល់ផ្ទះនាងភ្លាមគេក៏បានស្រែកយ៉ាងខ្លាំងក៏ប៉ុន្តែគ្មានសម្លេងឆ្លើយតបនោះទេពួកឲ្យគេបញ្ញារត់ចូលក្នុងព្រៃបន្តទៀតម៉ូតូនិងឈៀដាក៏បានទៅដល់ក្នុងព្រៃនោះមុនដោយមានការហាមឃាត់ពីបរិះអ្នកស្រាវជ្រាវក៏ប៉ុន្តែពួកគេនៅតែចូលទៅដោយក្រុមអ្នកស្រាវជ្រាវអស់ទាំងនោះត្រូវបានដឹកនាំដោយឪពុករបស់ម៉ូតូនៅពេលដែលនាងបានទៅដល់នាងបានសុំអង្វរឪពុករបស់ខ្លួនដើម្បីអនុញ្ញាតឲ្យនាងចូលទៅកាន់ក្នុងព្រៃក៏ប៉ុន្តែឪពុករបស់នាងក៏បានបដិសេធនិងបានដេញឲ្យនាងនឹងត្រឡប់ទៅវិញទៅពីព្រោះតែវាមានគ្រោះថ្នាក់ខ្លាំងណាស់រំពេចនោះម៉ូតូបានឮសំឡេងរបស់ស៊ូគីនាងក៏បានរត់សម្ដៅទៅខាងក្នុងដោយនិយាយថាគេនឹងក្បត់ពួកនាងរួចក៏បានទះកំភ្លើងរបស់គេតែម្ដងទៅអំឡុងពេលជាមួយគ្នាយ៉ាម៉ាក៏បានចូលមកដល់ហើយហាមឃាត់ពួកគេកុំឲ្យពួកគេនឹងស្រាវជ្រាវអំពីសមុទ្រមួយនោះប៉ុន្តែក្រុមអ្នកស្រាវជ្រាវមិនបានស្ដាប់សម្ដីរបស់គេឡើយថែមទាំងចូលទៅជិតវាទៀតផងនៅយប់នោះផងដែរមានបាតុភូតសមុទ្រដ៏ចម្លែកក៏បានកើតឡើងលុះនៅថ្ងៃបន្ទាប់ដំណឹងនៃសមុទ្រមួយនោះក៏បានរាលដាលយ៉ាងឆាប់រហ័សព្រោះតែវានឹងបានរីកមាឌកាន់តែធំឡើងហើយវាក៏អាចគំរាមកំហែងដល់ទីក្រុងទាំងមូលទៀតផងដោយគេបាននិយាយថាក្រុមស្រាវជ្រាវបានចូលទៅក្នុងនោះការប្រយោគមិញហើយពេលនេះពួកគេនឹងបានបាត់ដំណឹងហើយលើបែបនេះភ្លាមម៉ូតូនាងពិបាកចិត្តយ៉ាងខ្លាំងយ៉ាម៉ាក៏បានលួងលោមទៅកាន់នាងថាគេនឹងជួយរកវិធីដើម្បីឲ្យឪពុករបស់នាងត្រឡប់មកវិញរួចគេក៏សម្រេចចិត្តថានឹងទៅតាមរកមីដោយច្រកល្ហកគ្រប់សាលាទាំងអស់ត្រូវបានគេបិទធ្វើឲ្យពួកគេនឹងពិតជាអស់សង្ឃឹមខ្លាំងណាស់រំពេចនោះស៊ូគីក៏បានមកដល់ដែលគេពិតជាមិនដឹងអំពីមូលហេតុដែលម៉ូតូនឹងខឹងគេនោះឡើយប៉ុន្តែគេមកនេះគឺចង់សុំទោសនាងដោយមានជំនួយពីស៊ូគីពួកគេក៏អាចឡើងតាមជញ្ជាំងចេញមកខាងក្រៅឃើញអំពីទិដ្ឋភាពរបស់ពួកគេបែបនេះធ្វើឲ្យប៉ូលីសដែលយាមនៅទីនោះចាប់ផ្ដើមរត់ទៅសេចក្ដីសាច់ដេញចាប់គេជាបន្ទាន់ដោយមិត្តផ្សេងទៀតក៏បានធ្វើការស្ទាក់ទៅកាន់លោកពូប៉ូលីសនិងផ្ដល់ឱកាសឲ្យយ៉ាម៉ានឹងរត់គេចដោយនៅតាមផ្លូវមានប៉ូលីសយ៉ាងច្រើនយាមល្បាតធ្វើឲ្យគេនឹងពិតជាពិបាកក្នុងការធ្វើដំណើរខ្លាំងមែនទែនទៅដល់ផ្ទះមីគាត់ក៏បានប្រាប់ហេតុការណ៍ដែលគាត់បានជួបទាំងអស់នឹងទៅប្រាប់មីដោយគាត់គិតថាការរស់រានមានជីវិតផ្សារភ្ជាប់ជាមួយនឹងថាមពលសមុទ្រដ៏អស្ចារ្យដោយសារតែនាងនឹងឈប់បង្កើតសត្វ Penguin អញ្ចឹងហើយថាមពលនៃសមុទ្រក៏មិនអាចស្រូបបានទៀតដែរហើយវាគឺជាមូលហេតុដែលសមុទ្រនោះរីកធំឡើងហើយវាក៏អាចលេបត្របាក់នៅវត្ថុដែលនៅជិតវាផងដែរដោយគេសង្ស័យថានៅក្នុងសមុទ្រនោះមានរន្ធចូលទៅខាងក្នុងអញ្ចឹងហើយបានជាសត្វ Penguin ព្យាយាមបំផ្លាញវាពីព្រោះតែចង់ជួសជុលពិភពលោកតែប៉ុណ្ណោះលើ
បែបនេះមីក៏សម្រេចចិត្តជួយកូនដូចគ្នាក្រោយមកពួកគេក៏សម្រេចចិត្តថានឹងចូលទៅខាងក្នុងអំឡុងពេលធ្វើដំណើរមីនេះមានឆន្ទៈច្បាស់លាស់ហើយវាក៏បានធ្វើឲ្យដបដែលនៅជិតនោះបំបែកខ្លួនទៅជាផេនខ្វីនសូម្បីតែផាងផ្កាជាមួយនឹងម៉ូតូកញ្ចាស់ក៏វាបានខ្លាចទៅជាផេនខ្វីនដូចគ្នាកងទ័ពផេនខ្វីនទាំងអស់ក៏បានប្រមូលផ្ដុំគ្នានៅខាងក្រោយពួកគេឃើញបែបនេះប៉ូលីសដែលនៅយាមល្បាតតាមខ្នល់ក៏បានបញ្ឈប់ពួកគេភ្លាមក៏ប៉ុន្តែត្រូវបានមីនឹងបញ្ជាឲ្យសត្វផេនខ្វីនសម្ដៅទៅខាងមុខធ្វើឲ្យពួកប៉ូលីសទាំងអស់នោះមិនអាចទប់ទល់ជាមួយនឹងកងទ័ពរបស់ផេនខ្វីនបានឡើយហើយអ្នកទាំងពីរក៏បានជិះពីលើសត្វផេនខ្វីនធ្វើដំណើរទៅមុខបានយ៉ាងលឿនផងដែរបន្តកាន់តែឆ្ងាយសត្វផេនខ្វីនក៏បានកើនឡើងច្រើនដូចគ្នាបើទោះបីជាសត្វចម្លែកនៅក្នុងនោះក៏មិនអាចទប់ទល់ជាមួយនឹងសត្វផេនខ្វីននេះបានដែរឥឡូវនេះពិភពលោកស្ថិតនៅក្នុងស្ថានភាពចម្លែកខ្លាំងណាស់ដែលអ្វីទាំងអស់គឺសុទ្ធតែប្រែទៅជាសត្វផេនខ្វីនរំពេចនោះពួកគេក៏បានបុកទម្លុះចូលទៅកាន់សមុទ្រអាត់កំបាំងរួមជាមួយនឹងវងនៃសត្វផេនខ្វីនរបស់ពួកគេហើយវានឹងក៏ធ្វើឲ្យពួកគេនឹងភ្ញាក់ផ្អើលខ្លាំងមែនទែនតែពួកគេដឹងថានេះគឺជាទីបញ្ចប់នៃពិភពលោកអ្នកទាំងពីរក៏បានជិះពីលើសត្វផេនខ្វីនសង្កេតមើលអ្វីគ្រប់យ៉ាងដែលបានខូចខាតពីការវាយប្រហារជាមួយនឹងទឹកបន្ទាប់មកគេក៏បានឆ្លងកាត់នៅផ្ទៃសមុទ្រដ៏ធំមួយនៅពេលដែលពួកគេបានមកដល់ទីក្រុងទើបឃើញថាវាដូចជាមួយនឹងក្តីសុបិនរបស់មីខ្លាំងណាស់មិនយូរប៉ុន្មានគេក៏បានរកឃើញក្រុមស្រាវជ្រាវរបស់ឪពុកម៉ូតូអំឡុងពេលដែលពួកគេកំពុងតែនិយាយគ្នាស្រាប់តែមានវងផេនខ្វីនជាច្រើនលំពាត់មករើពួកគេឃើញបែបនេះមីក៏បានទៅកែមកខាងដោយបញ្ជាឲ្យសត្វផេនខ្វីនទាំងអស់បុកទម្លុះទៅលើអាកាសប្រៀបបីដូចជាកំជ្រួចភ្លាមនោះផ្ទៃទឹកក៏បានផ្ទុះឡើងជាចំណែកតូចបង្កើតបានទៅជាទឹកជំនន់ហូរកាត់ពីពេញផ្លូវបន្ទាប់មកសត្វផេនខ្វីនតូចក៏បានបំបែករាល់ចំណែកដែលនៅសេសសល់ហើយយើងក៏បានឃើញថាសត្វចម្លែកមួយបានឡើងទៅខាងលើរួចវាក៏បានបាត់ខ្លួនទៅដែរមីក៏បាននាំយ៉ាម៉ាទៅកាន់តូបកាហ្វេដែលជាកន្លែងពួកគេផ្ដាំគំនិតលើកដំបូងអំឡុងពេលដែលពួកគេទាំងពីរនាក់កំពុងតែផឹកកាហ្វេសត្វផេនខ្វីនដែលនៅខាងក្រៅក៏ចាប់ផ្ដើមបាត់ខ្លួនម្ដងបន្តិចចំណែកឯអ្នកនៅខាងក្នុងក៏មិនបាននិយាយអំពីពាក្យលាគ្នានោះដែរក៏ប៉ុន្តែភាពស្ងប់ស្ងាត់របស់ពួកគេបានបញ្ជាក់យ៉ាងច្បាស់អំពីពេលវេលាមួយនេះយ៉ាម៉ាសម្រេចចិត្តថាមិនយំនោះឡើយដោយគេជឿថាគេនឹងបានជួបនាងម្ដងទៀតហើយថ្ងៃនេះផងដែរគេក៏បានសារភាពទៅប្រាប់នាងថាគេនឹងពិតជាស្រឡាញ់នាងខ្លាំងណាស់នៅខាងក្រៅសត្វផេនខ្វីនមួយចុងក្រោយក៏ត្រូវបានបាត់ខ្លួនមីនាងបានក្រោកឈរឡើងរួចចេញទៅខាងក្រៅរួចអ្នកទាំងពីរក៏បានលើកដៃលាគ្នាភ្លាមនោះនាងក៏បានបាត់ខ្លួនទៅចាប់ពីថ្ងៃនោះមកវត្ថុគ្រប់យ៉ាងដែលបានបាត់ពីទីក្រុងមួយនេះក៏ចាប់ផ្ដើមលេចឡើងសារជាថ្មីនៅតាមផ្លូវគ្របដណ្ដប់ដោយស្មៅស្លែហើយទីបញ្ចប់នៃពិភពលោកគឺសមុទ្រចំណែកឯច្រកចូលទៅកាន់វាក៏ជាព្រៃផងដែរដែលនៅតាមផ្លូវចូលទៅក្នុងព្រៃនោះមានឈ្មោះថា Pen Queen Highway វាក៏បានរំលឹកនៅអនុស្សាវរីយ៍ដែលក្មេងប្រុសម្នាក់នោះបានតាមរកអាថ៌កំបាំងដ៏ចម្លែករាល់រឿងរ៉ាវទាំងអស់ដែលបានកើតឡើងវាមានអារម្មណ៍ដូចជាសុបិនអញ្ចឹងបន្ទាប់ពីបានឆ្លងកាត់វារួចការចងចាំនៃសេចក្តីប្រាថ្នារួមជាមួយនឹងភាពឈឺចាប់បានក្រើនរំលឹកគេគ្រប់ពេលវេលាហើយអ្នកគ្រប់គ្នានៅទីនោះក៏យល់ថាវាគឺជាសុបិនដ៏ចម្លែកសម្រាប់យ៉ាម៉ាគេគិតថាវាគឺជារឿងពិតបើទោះបីជាគេនឹងមានភាពសប្បាយសប្បាយក៏ដោយក៏ប៉ុន្តែគេបានកប់សម្គាល់ឃើញផុសតាងដែលគេបានបង្កើតឡើងក្នុងអំឡុងពេលស៊ើបអង្កេតដោយរឿងទាំងអស់នេះវាមិនសំខាន់ថាវាពិតមិនពិតនោះទេគ្រាន់តែគេដឹងថានៅពេលដែលគេធំឡើងគេនឹងក្លាយទៅជាមនុស្សល្អម្នាក់ហើយនឹងរស់នៅដោយមានសុភមង្គលផងដែរដោយឡែកភាពសោកសៅរួមជាមួយនឹងអារម្មណ៍ឈឺចាប់វាប្រកាសជាអាចរសាយអំពីក្មេងប្រុសនោះបានយ៉ាងរហ័សប្រសិនបើគេគ្មានការបារម្ភអំពីថ្ងៃអនាគតហើយសាច់រឿងរបស់យើងក៏ត្រូវបានចប់ទៅត្រឹមនេះដូចគ្នាអរគុណប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាការសម្រាយរឿងរបស់ admin ប្រសិនបើ admin មានកន្លែងកំហុសខុសឆ្គងសូមឲ្យប្រិយមិត្តទាំងអស់គ្នាអភ័យទោស admin ផងជួបគ្នានៅវីដេអូជាបន្តទៀតបាយ